រឿងស្រីកង្កោកមាសកាលពីព្រេងនាយមានគ្រួសារមួយរស់នៅក្នុងភូមិដ៏ស្ងប់ស្ងាត់នៅលើគ្រែឈើចាស់មួយបុរសម្នាក់ជាឪពុកដែលកំពុងសម្រាកក្នុងដង្ហើមចុងក្រោយបានហៅកូនប្រុសតែម្នាក់គត់មកក្បែរដើម្បីផ្ដាំផ្ញើនៅមរតកដ៏មានតម្លៃបំផុតនោះគឺវិជ្ជាជីវិតកូនអើយមាសប្រាក់ឪពុកមិនមានទុកឲ្យកូនច្រើនទេប៉ុន្តែឪពុកមានបណ្ដាំ3ប្រការចង់ឲ្យកូនចាំទុកក្នុងចិត្តជានិច្ចដើម្បីរក្សាសុភមង្គលក្នុងជីវិតទី1កុំយកស្រីប្តីលែងនិងស្រីសៅកែមកធ្វើជាប្រពន្ធឲ្យសោះទី2បើចង់បានប្រពន្ធល្អឲ្យយកតែស្រីក្រមុំព្រហ្មចារីឬស្រីមេម៉ាយប្តីស្លាប់ចុះនិងទី3កូនកុំយកខ្លួនទៅបៀតបៀនឬចងក្លើនឹងមនុស្សគ្រូ3ដែលគេហៅថាមនុស្សដែលរៀនមិនចេះចប់ចុងចប់ដើមឬក៏ចេះមិនប្រកបព្រោះពួកគេអាចនាំគ្រោះដល់កូនទៅថ្ងៃមុខក្រោយពីឪពុកចែកឋានទៅបុរសជីកូនបានរស់នៅទាំងបន្ទិលសង្ស័យតែគេតែងតែគិតថាចុះបើមនុស្សម្នាក់សុទ្ធតែមានចរិតល្អខុសគ្នាតើបណ្ដាំឪពុកពិតជាត្រឹមត្រូវគ្រប់យ៉ាងមែនឬដោយក្តីចង់ដឹងនិងចង់ពិសោធន៍ឲ្យឃើញនឹងភ្នែកបុរសនោះក៏សម្រេចចិត្តធ្វើរឿងដែលអ្នកភូមិគ្រប់គ្នាស្មានមិនដល់គេបានចំណាយទ្រព្យសម្បត្តិនិងពេលវេលាដើម្បីទៅស្វែងរកនិងរៀបការស្ត្រីទាំង4ប្រភេទនោះមកធ្វើជាប្រពន្ធក្នុងពេលតែមួយនាងស្រីប្តីលែងដែលមានរូបសម្រស់ឆើតឆាយនិងសម្ដីផ្អែមល្ហែម2នាងស្រីសៅកែដែលមានចរិតរឹងរូសនិងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន3នាងក្រមុំព្រហ្មចារីដែលមានចរិតស្លូតបូតនិងសុភាពរាបសារ4នាងមេម៉ាយប្តីស្លាប់ដែលមានការយល់ដឹងនិងចេះទុកដាក់មាយាទមិនត្រឹមតែប៉ុណ្ណោះគេបានទៅចងមិត្តភក្តិយ៉ាងជិតស្និទ្ធបំផុតឬក៏ហៅថាក្លើជាមួយបុរសម្នាក់ដែលល្បីថាជាមនុស្សរៀនសូត្របានពាក់កណ្ដាលទីឬហៅថាមនុស្សគ្រូ3ដើម្បីរងចាំមើលថាតើគ្រោះមហន្តរាយឬសេចក្តីសុខនឹងកើតឡើងតាមបណ្ដាំឪពុកដែរឬទេពេលវេលាកន្លងផុតទៅជាច្រើនខែបុរសនោះរស់នៅជាមួយប្រពន្ធទាំង4យ៉ាងមានសេចក្តីសុខជាធម្មតាប៉ុន្តែក្នុងចិត្តគេតែងតែរងចាំឱកាសដ៏ស័ក្តិសមបំផុតដើម្បីធ្វើការលបងចិត្តរហូតដល់ថ្ងៃមួយឱកាសមាសក៏បានមកដល់កង្កោកមាសដ៏មានតម្លៃបំផុតរបស់ព្រះរាជាដែលទ្រង់ស្រឡាញ់ស្មើនឹងជីវិតបានហើរបាត់ពីវាំងហើយចុះមករកស៊ីនៅក្បែរផ្ទះរបស់បុរសនោះដោយក្តីរហ័សរហួនបុរសនោះក៏ចាប់កង្កោកមាសនោះបានរួចយកទៅចងលាក់ទុកក្នុងទ្រុងយ៉ាងជិតនៅកន្លែងសម្ងាត់មួយដោយផ្ដល់ចំណីនិងបាយទឹកឲ្យវាស៊ីយ៉ាងល្អបន្ទាប់មកគេក៏មានល្បិចមួយយ៉ាងខ្ពស់គេទៅចាប់មន្តគោកមួយដ៏ធំរួចយកមកធ្វើម្ហូបយ៉ាងឆ្ងាញ់ពេលដែលម្ហូបឆ្អិនហើយបុរសនោះក៏រៀបចំតុអាហាររួចហៅប្រពន្ធទាំង4នាក់និងក្លើគ្រូ3ម្នាក់មកអង្គុយជុំគ្នា
នៅកណ្ដាលវងសន្ទនាគេក៏ធ្វើជាមានទឹកមុខភ័យខ្លាចផងនិងសម្ងាត់ផងរួចបន្លឺវិចារខ្សឹបខ្សឹបទៅកាន់អ្នកទាំងអស់គ្នាថាអ្នករត់គ្នាអើយថ្ងៃនេះអញមានរឿងដ៏ធំមួយចង់ប្រាប់សាច់ដែលពួកយើងកំពុងតែបរិភោគយ៉ាងឆ្ងាញ់នេះមិនមែនជាសាច់មាន់ទេវាគឺជាសាច់ក្ងោកមាសរបស់ស្ដេចដែលអញបានលួចកាប់សម្លាប់ធ្វើម្ហូបសូមអ្នករាល់គ្នាជួយបិទបាំងរឿងនេះផងបើបែកការទៅអញប្រកាសជាត្រូវស្លាប់ឥតបង់ជីវិតជាមិនខានគ្រាន់តែឮដូច្នេះភ្លាមក្នុងរង្វង់អាហារនោះស្រាប់តែប្រែស្ងាត់ជ្រងំម្នាក់មើលមុខគ្នាដោយក្តីតក់ស្លុតនាងក្រមុំនិងនាងមីម៉ាយប្តីស្លាប់បង្ហាញទឹកមុខបារម្ភពីសុវត្ថិភាពប្តីយ៉ាងខ្លាំងចំណែកឯនាងស្រីប្តីលើងនិងនាងស្រីសៅកែគេឃើញមានពន្លឺផ្នែកប្លែកមួយលាយឡំជាមួយនឹងការស្វែងរកផលប្រយោជន៍រីឯក្លើគ្រូបីវិញគេងក់ក្បាលទទួលដឹងឮប៉ុន្តែក្នុងចិត្តគេកំពុងតែរៀបចំគម្រោងការអ្វីមួយម្យ៉ាងរួចជាស្រេចបាត់ទៅហើយផែនការលបងចិត្តបានចាប់ផ្ដើមហើយតើអ្នកណានឹងក្លាយជាអ្នកក្បត់មុនគេព្រឹកថ្ងៃមួយថ្ងៃក្រោយមកបរិយាកាសនៅក្នុងភូមិស្រាប់តែប្រែជាអាប់អួរកងទ័ពនិងមន្ត្រីរាជការបាននាំគ្នាដើរប៉ាកងប្រកាសពាសពេញភូមិស្រុកថាអ្នកណាបានឃើញក្ងោកមាសរបស់ព្រះរាជាឬដឹងតម្រុយពីចោរដែលលួចចាប់សត្វប្រការៈនេះសូមមកប្តឹងផ្តល់នឹងអាជ្ញាធរភ្លាមបើអ្នកណាបានបិទបាំងនឹងត្រូវទទួលទោសប្រហារជីវិតទាំងពូជប៉ុន្តែបើអ្នកណាផ្ដល់ដំណឹងនឹងត្រូវទទួលបានរង្វាន់ជាមាសប្រាក់យ៉ាងសន្ធឹកសន្ធាប់នៅខាងក្នុងផ្ទះបុរសនោះភាពចលាចលបានកើតឡើងក្នុងចំណោមប្រពន្ធទាំង4នាក់នាងស្រីប្តីលែងនិងនាងស្រីសៅកែដែលធ្លាប់តែមានចិត្តគុំគួននឹងប្តីព្រោះតែរឿងប្តីធ្លាប់ស្ដីបន្ទោសនិងវាប្រដៅខ្លះពីមុនមកក៏ចាប់ផ្ដើមញញឹមចុងមាត់ពួកគេសម្លឹងមុខគ្នារួចងាកទៅនិយាយដងដាក់នាងក្រមុំនិងនាងមីម៉ាយប្តីស្លាប់មើលចុះរង្វាន់មាសប្រាក់នៅចំពោះមុខហើយនាងឯងនៅចាំអីទៀតប្តីយើងវាលួចសម្លាប់កង្កោកស្ដេចស៊ីទៅហើយគង់តែងាប់ដដែលទេបើវាងាប់ទៅហើយឲ្យវាងប់ទៅចុះកុំឲ្យយើងជាប់ពិរុទ្ធជាមួយវាអីប្រាប់ពួកប៉ាកងទៅដើម្បីយកលុយមកចែកគ្នាចាយវាឲ្យសប្បាយវិញប្រសើរជាងនាងស្ត្រីប្តីលេងក៏បញ្ឆេះថែមថាត្រូវហើយមនុស្សដូចវានេះទុកវាធ្វើអីកាលនៅរស់វាជាយើងសឹងទៅរាល់ថ្ងៃឥឡូវដល់ពេលវារងកម្មម្ដងហើយនាងទាំងពីរឯងក៏មកខ្វាត់អីបើមិនចង់ងាប់ជាមួយវាទេឮដូច្នោះនាងក្រមុំនិងនាងសៅកែប្តីស្លាប់ក៏លុតជង្គង់ចុះអង្វរទាំងទឹកភ្នែកបងស្រីអើយសូមមេត្តាផងប្តីទោះបីជាខុសយ៉ាងណាក៏ជាអ្នករកស៊ីចិញ្ចឹមយើងដែរស្លាប់រស់ជាមួយគ្នាចុះហេតុអ្វីក៏បងស្រីទាំងពីរមានចិត្តដាច់ក្បត់ប្តីខ្លួនឯងដើម្បីតែលុយកាក់និងកំហឹងសងសឹកបែបនេះតែទោះជាអង្វរយ៉ាងណាក៏មិនឈ្នះដែរស្រីសៅកែនិងស្រីលេងប្តីក៏ស្ទុះរត់ទៅក្រៅផ្ទះរួចស្រែកហៅបើកងយ៉ាងខ្លាំងលោកមន្ត្រីចុះនៅទីនេះឯងប្តីខ្ញុំនឹងហើយជាអ្នកសម្លាប់ក្ងោកមាសយកសាច់ស៊ីមករកមើលឆ្អឹងនិងសាច់នៅក្នុងឆ្នាំងបាយចុះ
គ្រាន់តែឮដំរុយភ្លាមពួកទាហានក៏សម្រុកចូលមកចាប់ចងបុរសនោះយ៉ាងតឹងរឹងបុរសនោះមិនតតាំងឡើយគេបានត្រឹមតែសម្លឹងមើលមុខប្រពន្ធទាំងពីរដែលកំពុងតែក្បត់ខ្លួនដោយខ្សែភ្នែកដ៏ត្រជាក់ចំណែកឯក្លើគ្រូបីវិញគេមិនត្រឹមតែមិនជួយទេថែមទាំងដើរចេញទៅឆ្ងាយធ្វើជាមិនស្គាល់គ្នាទៀតផងដើម្បីកុំឲ្យជាប់ពាក់ព័ន្ធបុរសនោះត្រូវបានគេអូសទាញយកទៅកាន់វាំងដើម្បីទទួលទោសពិឃាតយ៉ាងអាម៉ាស់បំផុតភាពស្មោះត្រង់និងការក្បត់ត្រូវបានលាតត្រដាងនៅចំពោះមុខមច្ចរិយហើយកងទាហានបានអូសទាញបុរសនោះមកដល់មាត់ទ្វារវាំងដែលជាទីកន្លែងសម្រាប់យកអ្នកទោសទៅពិឃាតប៉ុន្តែនៅទីនោះមានមន្ត្រីចាំទ្វារម្នាក់ជាអ្នកប្រាជ្ញចេះដឹងជ្រៅជ្រះនិងមានចិត្តមេត្តាឃើញទាហាននាំអ្នកទោសមកទាំងប្រញាប់ប្រញាល់មិនទាន់មានការសាកសួរឲ្យដិតដល់មន្ត្រីចាំទ្វារក៏លើកដៃឃាត់រួចសួរទៅកាន់មន្ត្រីនាំសារថាឈប់សិនអ្នករាល់គ្នាប្រញាប់យកគេទៅសម្លាប់ធ្វើអ្វីតើព្រះរាជាបានជំនុំជម្រះក្តីនេះដោយយុត្តិធម៌ហើយឬការសម្រេចចិត្តដោយកំហឹងនិងភាពប្រញាប់ប្រញាល់ជួនកាលនាំមកនៅការសោកស្ដាយមួយជីវិតដូចរឿងសេដ្ឋីនិងឆ្កែ500អញ្ចឹងមន្ត្រីចាំទ្វារក៏ចាប់ផ្ដើមនិទានរឿងប្រាប់មន្ត្រីទាំងនោះថាកាលពីដើមមានមហាសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែដល់ទៅ500ក្បាលយប់មួយមានចោរមួយក្រុមបានជីកឧត្តមឬក៏ជីករូងដីចូលទៅលួចទ្រព្យសម្បត្តិសេដ្ឋីរួចក៏នាំគ្នាសម្រុកចូលក្នុងរូងនោះវិញពួកឆ្កែទាំងអស់ដឹងក៏នាំគ្នាព្រុសនិងចុះទៅខំចោរទាំងនោះស្លាប់អស់ក្នុងរូងដីបាត់ទៅដល់ព្រឹកឡើងសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិក៏ខឹងនឹងពួកឆ្កែថាមិនចេះចាំផ្ទះបណ្ដាលឲ្យចោរលួចទៅអស់រួចក៏បញ្ជាឲ្យគេសម្លាប់ឆ្កែទាំង500ក្បាលនោះចោលគ្មានសល់លុះប៉ុន្មានថ្ងៃក្រោយមកក្លិនអាសោចខ្មោចភាយចេញឡើងសេដ្ឋីក៏ឲ្យគេកាយមើលដីស្រាប់តែឃើញសពចោលនិងទ្រព្យសម្បត្តិនៅទីនោះទាំងអស់សេដ្ឋីស្ដាយក្រោយយំសោកសង្រេងរហូតដល់ឆ្កួរចិត្តព្រោះខ្លួនបានសម្លាប់សត្វដែលមានគុណបំណាច់បំផុតដោយសារតែកំហឹងបិទបាំងបញ្ញាឮរឿងនេះហើយពួកទាហានក៏ចាប់ផ្ដើមរារែកចិត្តរំពេចនោះក៏មានអ្នកបម្រើពីក្នុងវាំងម្នាក់រត់មកទាំងអង្ហោះតាមបញ្ជាព្រះរាជាដែលទើបតែទ្រង់ព្រះតម្រិះឃើញថាមិនគួរប្រហារជីវិតមនុស្សលឿនពេកទេត្រូវនាំខ្លួនទៅជំនុំជម្រះក្តីឡើងវិញជាបន្ទាន់ពួករស់នោះត្រូវបាននាំយកចំពោះមុខព្រះភ័ក្ត្រព្រះរាជាស្ដេចទ្រង់ក្រងរាជលើបល្ល័ង្កសម្លឹងមកបុរសនោះដោយក្រសែភ្នែកបន្ទិលរួចទ្រង់សួរថាចុះកងោកមាសយើងតើឯងពិតជាសម្លាប់ស៊ីមែនឬបុរសនោះក៏ក្រាបទូលវិញយ៉ាងស្ងប់ស្ងាត់ថាបបិទ្ធព្រះអង្គទូលបង្គំមិនហ៊ានឡើយអ្វីដែលទូលបង្គំសម្លាប់ស៊ីនោះគឺជាមន្តគោកទេចំណែកឯកងោកមាសរបស់ព្រះអង្គទូលបង្គំបានថែរក្សាទុកក្នុងកន្លែងដ៏មានសុវត្ថិភាពបំផុតការពិតចាប់ផ្ដើមលេចឡើងមករួមជាមួយនឹងមេរៀនដ៏ជូរចត់សម្រាប់អ្នកដែលបានក្បត់ចិត្តប្តីបន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះរាជាបុរសនោះក៏បាននាំទាហានទៅកាន់កន្លែងសម្ងាត់នៅខាងក្រោយផ្ទះនៅទីនោះគេបានបើកទ្វារទ្រុងបង្ហាញឲ្យឃើញសត្វក្ងោកមាសដែលនៅរស់រានមានជីវិតមានរោមចែងចាំងនិងមានសុខភាពល្អបរិបូរណ៍ព្រះរាជាទ្រង់សពព្រះរាជហឫទ័យយ៉ាងខ្លាំងរហូតដល់ថ្នាក់ចុះពីបល្ល័ង្កមកថ្លែងអំណរគុណដល់បុរសនោះដោយផ្ទាល់នៅចំពោះមុខមន្ត្រីនិងប្រជារាស្ត្រជាច្រើនបុរសនោះក៏បានក្រាបបង្គំទូលរឿងរ៉ាវពិតប្រាកដថាបបិទ្ធព្រះអង្គអ្វីដែលទូលបង្គំធ្វើទាំងអស់នេះគឺធ្វើដើម្បីមើលសាក់ចិត្តតាមបណ្ដាំរបស់ឪពុកតែប៉ុណ្ណោះពេលនេះទូលបង្គំបានឃើញច្បាស់ហើយថា
អ្នកណាជាមិត្តពិតអ្នកណាជាប្រពន្ធស្មោះត្រង់និងអ្នកណាជាអ្នកក្បត់ក្នុងគ្រាអាសន្នរំពេចនោះបុរសនោះក៏បែរទៅរកប្រពន្ធទាំង4នាក់របស់ខ្លួនបុរសនោះបានពោលទាំងទឹកមុខយ៉ាងម៉ឺងម៉ាត់ថាអ្នកទាំងពីរបានបង្ហាញឲ្យអញឃើញហើយថាចិត្តរបស់អ្នកទាំងពីរមិនស្មោះត្រង់ឡើយអ្នកទាំងពីរហ៊ានក្បត់ប្តីប្តឹងឲ្យគេយកអញទៅសម្លាប់ដើម្បីទៅមាសប្រាក់និងកំហឹងសងសឹកចាប់ពីពេលនេះតទៅអញសូមស្លេងលះអ្នកទាំងពីរកុំឲ្យពាក់ព័ន្ធនឹងគ្នារៀងរហូតស្រីទាំងពីរបានត្រឹមតែអង្គុយយំសោកនៅទ្រព្យសម្បត្តិនិងសេចក្តីសុខដែលខ្លួនធ្លាប់មានប៉ុន្តែវាហួសពេលទៅហើយនោះគឺជាស្រីលែងប្តីនិងនាងស្រីសៅកែនោះឯងចំពោះនាងក្រមុំនិងនាងមេម៉ាយប្តីស្លាប់បុរសនោះបានចាប់ដៃពួកគេទាំងពីរដោយក្តីស្រឡាញ់និងពោលថាអរគុណអូនទាំងពីរដែលមានចិត្តអត់ធន់និងស្មោះស្ម័គ្រស្លាប់រស់ជាមួយបងនឹងនឹងលើកដំកើងអូនទាំងពីរជាប្រពន្ធពេញច្បាប់និងរស់នៅជាមួយគ្នាដោយមានសុភមង្គលចំពោះក្លើគ្រូ3បុរសនោះក៏បានផ្ដាច់មិត្តភាពភ្លាមព្រោះក្នុងគ្រាអាសន្នក្លើគ្រូ3រូបនេះមិនត្រឹមតែមិនជួយឡើយថែមទាំងដើរចេញធ្វើមិនស្គាល់គ្នាទៀតផងចាប់តាំងពីថ្ងៃនោះមកបុរសនោះបានរស់នៅយ៉ាងមានសេចក្តីសុខបំផុតជាមួយប្រពន្ធដ៏ល្អទាំងពីររូបគេតែងតែអុជធូបរំលឹកគុណដល់វិញ្ញាណឪពុកតែបានបន្សល់ទុកបណ្ដាំដ៏មានតម្លៃលើសពីមាសប្រាក់បណ្ដាំនោះបានបង្រៀនឲ្យគេដឹងថាមាសពិតមិនខ្លាចភ្លើងនោះល្អពិតជាមើលឃើញច្បាស់ក្នុងគ្រាដែលយើងជួបគ្រោះថ្នាក់បំផុតតម្លៃអប់រំនៃរឿងតម្លៃនៃបណ្ដាំចាស់បុរាណរឿងនេះដាស់តឿនកូនចៅជំនាន់ក្រោយកុំឲ្យមើលរំលងដំបូន្មានរបស់អ្នកមានគុណបទពិសោធន៍ជីវិតដែលដូនតាបានឆ្លងកាត់គឺជាផែនទីដ៏ត្រឹមត្រូវសម្រាប់យើងដែលជៀសផុតនូវគ្រោះថ្នាក់ 2. ការជ្រើសរើសមិត្តនិងគូស្រករសម្រស់ខាងក្រៅនិងសម្ដីផ្អែមល្ហែមមិនមែនជាខ្នាតវាស់វែងចិត្តមនុស្សឡើយការជ្រើសរើសមនុស្សមកក្បែរខ្លួនត្រូវមើលលើគុណធម៌ភាពអត់ធ្មត់និងភក្តីភាពជាជាងមើលលើឋានៈឬការរៀបរកខាងក្រៅ 3. សតិនិងបញ្ញាតួអង្គមន្ត្រីចាំទ្វារបង្រៀនយើងឲ្យចេះយល់ដឹងពីសីលធម៌នៃការសម្រេចចិត្តទោះបីស្ថិតក្នុងស្ថានភាពប្រញាប់យ៉ាងណាក៏ត្រូវប្រើបញ្ញាពិចារណញ្ញាណឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីកុំឲ្យមានការសោកស្ដាយក្រោយដោយសិទ្ធិសម្រាប់ឆ្កែ500 4. យុត្តិធម៌ធម្មជាតិអ្នកដែលមានចិត្តអកតេក្បត់គុណធម៌ប្តីប្រពន្ធនឹងត្រូវទទួលលទ្ធផលបាត់បង់សេចក្តីសុខជានិរន្តរ៍រីឯអ្នកស្មោះត្រង់នឹងទទួលបាននូវរង្វាន់ជាសុភមង្គលពិតប្រាកដ